មនុស្សយើងដែលចេះឲ្យសេចក្តីសុខដល់អ្នកដទៃតាមការលើកទឹកចិត្តឲ្យកម្លាំងចិត្តណាមិត្តភ័ក្តិអីហ្នឹងណាតើយើងទៅជាវត្ថុស័ក្តិសិទ្ធិរបស់មិត្តភ័ក្តិរបស់អ្នកដទៃហ្នឹងប៉ុណ្ណាដែលអាចឲ្យសម្រេចសេចក្តីសុខដល់អ្នកដទៃណាយើងទៅជាកល្យាណមិត្តទៅហ្នឹងហើយសូម្បីតែអ្នកដទៃដឹងថាយើងសរសើរយើងលើកទឹកចិត្តនឹងហើយក៏ដោយប៉ុន្តែរឿងវាត្រូវវាត្រឹមត្រូវវាពិតប្រកបមែនត្រង់ដែលសេចក្តីល្អរបស់អ្នករតីនោះវាមានមែនយើងមើលឃើញយើងសរសើរមែនអ្នករតីដឹងថាយើងសរសើរនឹងឯងប៉ុន្តែវាត្រឹមត្រូវកុំឲ្យអារឿងដែលត្រូវទាំងប្រមាណហើយយើងមើលអត់ឃើញហើយទៅរំលឹករំលើកដល់តែមែនទេទៅអាមិនមែនជាកំហុសអីហ្នឹងក៏ត្រឹមតែលឺតមកពាក្យសម្ដីមុនដំបូងគេថាប្រហែលហើយដល់អ្នកនិយាយបន្តមកវាបាត់អាប្រហែលទៅជាអ្នកទី3ហ្នឹងមែនទេទៅអីចឹងទៅហើយយើងក៏ចូលចិត្តនិយាយរឿងមិនល្អរបស់អ្នកអតីហ្នឹងដឹងខ្លួនទេដឹងថាមានអ៊ីសានៅក្នុងចិត្តសន្តានរបស់យើងហ្នឹងទេណាឬក៏វាមានជាអកុសលប្រភេទណាដែលយើងចូលចិត្តនិយាយរឿងមិនល្អវាយបំបាក់ទឹកចិត្តរបស់អ្នកដទៃនឹងឯងតែយើងមិនគួរឲ្យទុកឲ្យទោសឲ្យភ័យដល់អ្នកដទៃរឿងអីទេត្រូវតែមានមេត្តាករុណាព្រោះគ្រប់គ្នាអត់មានអ្នកណាបង្កើតកិលេសឲ្យខ្លួនឯងទេទោះជាអ្នកនោះឯងខុសពិតក៏ដោយយើងមានបំណងល្អយើងនឹងជួយដល់អ្នកដទៃនឹងឯងតែជាការជួយឲ្យសម្រេចប្រយោជន៍ពិតកណានឹងឯងដែលយើងមេត្តាករុណាអាណិតដល់អ្នកដទៃចឹងគឺពុទ្ធបរិស័ទយើងអប់រំចម្រើនមេត្តាសន្តោសប្រោសបណីអធ្យាស្រ័យឲ្យអភ័យទៅមនុស្សយើងដែលល្អដោយទឹកចិត្តនឹងហើយតែមិនមែនយករូបរាងកាយជាប្រមាណទេយកទឹកចិត្តដែលល្អចឹងប៉ុន្តែមិនឈ្នួតហួតហែងឡើយនឹងឯងហើយដែលស្អាតគឺស្អាតដោយចរិយាការប្រព្រឹត្តនឹងឯងនឹងឯងសិតតែជាគុណធម៌សំខាន់នៅក្នុងជីវិតដែលមនុស្សនិងទេវតាសប្បុរសគោរពបូជាជ្រះថ្លា